គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងប្រឡំលោកបិទលេយប្រឌិតមួយរឿងមកចែកជូនពុកម៉ែបងប្អូនដោយអត្ថន័យនៃរឿងខ្ញុំធ្វើការតាក់តែងនិពន្ធដោយខ្លួនឯងដោយលើកឡើងពីប្រវត្តិនិងប្រឌិតបន្ថែមដើម្បីចែកជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តអត្ថន័យសាច់រឿងបញ្ជាក់ពីមនុស្សស្រីម្នាក់ដែលគាត់ទន់ខ្សោយប្រែក្លាយទៅជាមនុស្សស្រីដែលក្លាហានបកទៅធ្វើឲ្យមនុស្សប្រុសដែលធ្វើឲ្យគេឈឺចាប់ឲ្យស្គាល់ពីរសជាតិអញ្ចឹងពុកម៉ែបងប្អូនអាចស្ដាប់បានចំណងជើងនៃរឿងស្នេហ៍ប្រែគំនុំផ្ដើមសាច់រឿងយើងបានឃើញតួឯកស្រីរបស់យើងដែលចូលក្នុងអอฟហ្វិសធ្វើឲ្យប្រុសតាមសម្លឹងមើលមុខថ្ងៃនេះតួឯកស្រីយើងបានមកទទួលការងារថ្មីជាអ្នកឌីសក្នុងអាគារនេះជាថ្ងៃដំបូងដែលនាងធ្វើការជាធម្មតាអាគារនេះគឺជាកន្លែងរបស់វិស្វករនិងស្ថាបត្យករកំពុងតែធ្វើការភាគច្រើនអ្នករៀនក្នុងជំនាញនេះសុទ្ធតែជាមនុស្សប្រុសអញ្ចឹងហើយឃើញតួឯកស្រីយើងគឺជាស្រីស្អាតនាំគ្នាតាមសម្លឹងមើលដោយម្ចាស់អាគារជាអ្នកសាងសង់គាត់ចង់ឲ្យអាគារឆាប់រួចរាល់ទើបគាត់អញ្ជើញក្រុមឌីហ្សាញនិងស្ថាបត្យករធ្វើការជាមួយគ្នាឲ្យឆាប់ហើយតួឯកស្រីយើងបាននិយាយការងាររួចរាល់នាងក៏ចង់ចូលបន្ទប់ទឹកបន្ទាប់ពីនាងដើរចូលទៅក្នុងបន្ទប់ទឹកនាងបានជួបនឹងបុរសម្នាក់ដែលនាងធ្លាប់ស្គាល់ពេលនោះនាងមិនចាំយូរឡើយក៏បានចាប់រុញគាត់ជាប់នឹងជញ្ជាំងហើយក៏ថើបមាត់យកកាន់ដងដោយគាត់ថានោះគឺជាបុរសជាតួឯករបស់យើងនឹងឯងអ្នកគ្នាអញ្ចឹងតួឯកស្រីយើងបន្ទាប់ពីថើបមាត់ក៏ដូចជានិយាយការងាររួចរាល់ហើយបានគាត់ចេញមកបន្ទប់ទឹកហ្នឹងណាបន្ទាប់ពីថើបរួចរាល់ហើយនាងមិនបាននិយាយអ្វីច្រើនទេក៏គេចខ្លួនចេញហើយដើរទៅឡានបើកឡានចេញទៅបាត់និយាយពីតួឯកប្រុសរបស់យើងវិញត្រូវគេថើបរួចរាល់ហើយក៏មិនហ៊ាននិយាយអ្វីដែរបានត្រឹមតែគិតក្នុងចិត្តថានាងជាណាគេហេតុអីក៏ហ៊ានមកថើបគាត់អញ្ចឹងណាហើយណាមួយទៀតគាត់អត់មានអីនិយាយចេញទេព្រោះអាហេតុហ្នឹងគាត់ធ្លាប់តែធ្វើទៅលើគេក៏ដែលគេធ្វើមកលើវិញទេអញ្ចឹងគាត់និយាយអីអត់ចេញទេគឺកាំងស្ដោកនៅហ្នឹងមកតតែមកសន្ទុះបានពួកម៉ាក់គាត់ចូលមកខៅគាត់អញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាហេតុអីបានជាផ្ដើមសាច់រឿងភ្លាមតួឯកស្រីយើងទៅថើបគេពឹបតែហ្មងអញ្ចឹងយើងមកដឹងពីសាច់រឿងក៏ដូចជាប្រវត្តិរបស់តួឯកស្រីក៏ដូចជាតួឯកប្រុសរបស់យើងតោះតួឯកស្រីរបស់យើងគាត់មានឈ្មោះថាវីឡាអាយុ22ឆ្នាំរៀនផ្នែកឌីហ្សាញគាត់មានសម្រស់ស្រស់ស្អាតការរៀបចំសម្លៀកបំពាក់ឲ្យត្រូវនឹងខ្លួនឲ្យសមនឹងខ្លួនអញ្ចឹងណាអ្នកនរគ្នាកម្ពស់វិញ1.60 ម៉ែត្រនិយាយពីអត្តចរិតមិនបាច់និយាយទេគឺជាស្រីសាវ៉ាចូលចិត្តធ្វើឲ្យគេស្រឡាញ់តែមិនស្រឡាញ់គេទេហើយបើអ្នកណាស្រឡាញ់គាត់គឺត្រៀមតែឈឺចាប់ទឹកភ្នែកក៏កធន់ទៅគាត់មិនដែលផ្ដោតក្តីស្រឡាញ់ឲ្យគេស្មោះត្រង់នោះទេធ្វើឲ្យគេឈឺចាប់គឺជាជំនាញរបស់គាត់ជាមនុស្សដែលមុខគឺមុខមាំណាអ្នកនរថាមនុស្សដែលមើលទៅអត់ឃើញសេចក្តីឈឺចាប់អីបន្តិចចូលចិត្តយកអារម្មណ៍គេមកលេងសើចគាត់ខ្លាយទៅជាអញ្ចឹងគឺមកពីអតីតកាលរបស់គាត់គេបានបញ្ជាក់នៅថងនេះអ្នកនរគាត់មានម្ដាយម្នាក់ឈ្មោះថារក្សាម៉ែគាត់មានអាយុ45ឆ្នាំជាអ្នករស់នៅខេត្តកណ្ដាលមុខរបររបស់គាត់គឺជាគ្រូបរិញ្ញាបត្រណាអ្នកនរតែទោះស្រីយើងគឺអត់សូវជានៅជាមួយម្ដាយទេគាត់នៅមួយមីងជាងមីងគាត់មានឈ្មោះថាសុភាជាអ្នករស់នៅទីក្រុងភ្នំពេញហើយគាត់បើកមុខរបរអ្នកបើកក្លឹបកំសាន្តពេលរាត្រីអញ្ចឹងណាអ្នកគ្នាអញ្ចឹងភាគច្រើនតួស្រីយើងគឺនៅជាមួយនឹងមីងបន្តការសិក្សានៅភ្នំពេញអញ្ចឹងយើងមកដឹងពីប្រវត្តិរបស់តួប្រុសម្ដងតួប្រុសឈ្មោះថាភក្ត្រាអាយុ26ឆ្នាំរៀនផ្នែកបរិយាកម្មនិយាយពីអត្តចរិតវិញមនុស្សដែលសាវ៉ាសង្សារ2 3ក្នុងពេលតែមួយចូលចិត្តអារម្មណ៍ប្លែកថ្មីស្រឡាញ់មិនតាន់បានអីយកមួយទៀតហើយមួយខែ2ខែដូរសង្សារម្ដងនិយាយពីរូបរាងវិញគាត់សង្ខារអស់ស្ទះតែម្ដងកម្ពស់វិញ1.80 ម៉ែត្រឪពុកម្ដាយរបស់គាត់រស់នៅខេត្តបាត់ដំបងគាត់មានប្អូនស្រីម្នាក់ឈ្មោះថាធារីតោះយើងចូលសាច់រឿងពេញវេលាខិតខំប្រឹងប្រែងរៀនបញ្ចប់ការសិក្សាគាត់ទទួលបានការងារថ្មីជាបន្តបន្ទាប់ដោយសារតែគាត់ជាមនុស្សដែលមានសមត្ថភាពគាត់ទទួលបានទ្រព្យសម្បត្តិគ្រប់គ្រាន់អ្នកនាងគាត់មិនមែនក្រទេវេលាគាត់មានមិត្តភ័ក្តិម្នាក់មិត្តភ័ក្តិផ្ទាល់ខ្លួនរបស់គាត់ហ្នឹងឈ្មោះថាភាគាត់គឺជាក្រុមមួយសុភាគឺជាអ្នករួមការងារជាមួយគាត់ហ្នឹងគឺជាកូនក្រុមរបស់គាត់អញ្ចឹងដោយសាច់រឿងមុនអញ្ចឹងកន្លែងនេះគឺគេបញ្ជាក់ពីគេដកឃ្លាពីត្រង់ហ្នឹងដាក់ក្បាលដំបងណាអ្នកនាងអញ្ចឹងក្បាលដំបងគឺអត់មានអីទេវេលាបានចោះពីលើឡានចូលក្នុងអាគាររបស់វិស្វករអាគារហ្នឹងគឺសិតតែមនុស្សប្រុសដូចខ្ញុំនិយាយពីមុនអញ្ចឹងគឺអត់មានសូវជាមានស្រីប្រហែលទេហើយបន្ទាប់ពីគាត់និយាយការងារហើយគាត់បានដើរចូលបន្ទប់តែគាត់បានថើបតួប្រុសយើងនឹងភ្លាមតែម្ដងអញ្ចឹងខ្ញុំអត់និយាយច្រើនទេខ្ញុំនិយាយកាត់មកវិញគឺភក្ត្រាគាត់បានឆ្ងល់គាត់ថាមនុស្សស្រីម្នាក់ហ្នឹងគឺជាណាគេហេតុអីក៏
ហ៊ានធ្វើទាំងវើបែបនេះទៅលើគាត់អារម្មណ៍ប្លែកថ្មីដែលគាត់ទទួលបានដែលវេលាផ្ដល់ឲ្យគាត់ហ្នឹងធ្វើឲ្យគាត់មានអារម្មណ៍រំភើបអស្ចារ្យដែរនៅសុកគេទៅថើបអញ្ចឹងគាត់ប្រហែលជាសប្បាយបន្ទាប់មកទៀតគាត់បានដើរទៅសួរក្រុមការងារអញ្ចឹងណាថាម្នាក់ហ្នឹងគឺជាណាគេហេតុអីក៏គាត់ដើរចូលក្នុងអគាររបស់ក្រុមវិស្វករអញ្ចឹងពួកម៉ាក់គាត់បានប្រាប់គាត់ថាម្នាក់ហ្នឹងគឺជាមេក្រុមរបស់ក្រុម designer មានន័យថាអ្នកដេកអីចឹងណាគេបានមកធ្វើក៏ដូចជាចូលរួមក្រុមគ្នាដើម្បីសាងសង់អគារតែគេកំពុងតែធ្វើចិត្តហើយហ្នឹងអញ្ចឹងតួប្រុសយើងក៏អស់ឆ្ងល់ប៉ុន្តែគាត់ចង់ដឹងពីតួស្រីច្រើនណាប៉ុន្តែគាត់អត់ហ៊ាននិយាយអីច្រើនទេព្រោះគាត់ខ្លាចគេដឹងតែគាត់ហ្នឹងត្រូវគេចាប់ថាតែប៉ុណ្ណឹងសិនណាអ្នកនរគ្នា